ផ្លែត្រេនមួយគឺខ្ញុំអត់ចេះញ៉ាំហ្មងអញ្ចឹងឯនេះគឺខ្ញុំនឹង challenge គាត់ឲ្យញ៉ាំរបស់ដែលមានរសជាតិត្រេនបាន4មុខហើយបើសិនជាគាត់ញ៉ាំបានទាំងអស់គឺគាត់នឹងបាន40000រៀលហើយចុងក្រោយគេនឹងគឺខ្ញុំនឹងឲ្យគាត់ញ៉ាំផ្លែត្រេនខ្ញុំអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំឲ្យគាត់ញ៉ាំដំបូងគេក្រែមត្រេនអូឡើងឈ្ងុយខ្ញុំមានអារម្មណ៍ថាបើសិនជាត្រេនណាបើធ្វើជាក្រែមហ្នឹងដូចអត់សូវអីហ្មងដែរក្លិនវាដូចមិនខ្លាំងដូចផ្លែត្រេនមែនតើណាnot bad ពេលធ្វើជាក្រែមទៅអត់អីឆ្ងាញ់វិញវាមិនដូចរសជាតិក្រែម 100% គេដាក់សណ្ដែកដាក់អីនៅក្នុងហ្នឹងទៀតអញ្ចឹងណាទៅវាធ្វើឲ្យរសជាតិអត់សូវដូចធំក្លិនក្រែមខ្លាំងអស់នេះសរុបទៅខ្ញុំឲ្យ 7.5 លើ 10 ដំបូងចឹងសួរលេតិចទៀតបើខ្ញុំទៅហៅរបស់ណាដែលមានរសជាតិត្រេនខ្លាំងជាងនឹងឲ្យគាត់ញ៉ាំបន្ទាប់មកខ្ញុំក៏បានទៅហៅនំរសជាតិត្រេនប៉ុន្តែខ្ញុំរត់ឃើញចឹងទៅយើងចូលទៅបន្ទាប់ទៀតគឺត្រេនដែលមានរសជាតិត្រេនប៉ុន្តែមុននឹងបន្តអ្នកទាំងអស់គ្នាកុំភ្លេច follow page ពួកយើងផងដើម្បីឲ្យបាន 200k ឆាប់ៗហើយជួយ subscribe YouTube ពួកយើងផងអរគុណមានត្រេនណាដែលខ្ញុំឃើញមានរសជាតិត្រេនបងអូត្រេនថ្មីនេះអានេះកាហ្វេថៃបងបានបងបានយកកាហ្វេនំត្រេនបាយតាណាអរគុណហ្មងនិយាយគ្នាមុនហ្នឹងថាមានតែត្រេនតែឥឡូវមិនមាននំត្រេនទៀតដោយសារតែមុនហ្នឹងយើងហៅនំអត់បានអញ្ចឹងយើងយកនំត្រេនមិញជំនួសមកអាហ្នឹងយើងព្រាមហ្មងយើងអត់ព្រាមមុនតែខ្ញុំមានអារម្មណ៍ថាចេះរបស់ដែលមានរសជាតិត្រេនណាគេវាផ្លែហ្មងខ្ញុំញ៉ាំបានហើយត្រេនមិញខ្ញុំមើលទៅវាតំណងដែរអញ្ចឹងយើងមើលយើងសាកពេលដែលត្រេនហ្នឹងមិនអត់ក៏សាកមួយម៉ាត់សិនដូចយើងធំក្លិនត្រេនជាងមុនទៀតធំក្លិនដឹងផ្លែត្រេនវាបានម្យ៉ាងជួយគឺវាបាននំប៉័ងបានរសជាតិនំប៉័ងទៅវាបែករសជាតិត្រេនហ្នឹងតិចញ៉ាំយូរមានអីឆ្ងាញ់តែឥឡូវដល់ពេលយើងសាកត្រេនម្ដងមកយើងសាកនំនោះហើយណាដំបូងខ្ញុំគិតថាគាត់អាចញ៉ាំបានទាំងអស់ប៉ុន្តែដល់ពេលគាត់ញ៉ាំកាហ្វេនេះតិចទៅគាត់រៀងប្រតិកម្មដែរដោយសារតែពេលដែលខ្ញុំហិតទៅគឺកាហ្វេហ្នឹងគឺមានក្លិនត្រេនរៀងខ្លាំងបើទៅកាហ្វេទៅទេប៉ុន្តែធំក្លិនត្រេនញ៉ាំមួយចុងក្រោយណា10000ហើយកាហ្វេហ្នឹងគឺគាត់ផឹកបានបន្តិចដែរអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាឲ្យគាត់10000រៀលសម្រាប់ការផឹកកាហ្វេហ្នឹងខ្ញុំឈប់ផឹកហើយឈប់ណាយកផឹកឯងអេឲ្យរត់ដល់ខ្ញុំសាកមកសិនតែខ្ញុំដូរខាងសយោអូឆ្ងាញ់តោះសម្រាប់អ្នកចូលចិត្តគេឆ្ងាញ់សម្រាប់ខ្ញុំវារៀងធំក្លិនត្រេនពេកឥឡូវដល់មួយចុងក្រោយគឺខ្ញុំឲ្យគាត់ញ៉ាំត្រេនសុទ្ធហ្មងប៉ុន្តែពួកខ្ញុំអត់បានទិញត្រេនមួយផ្លែហ្មងទេដោយសារតែខ្ញុំខ្លាចញ៉ាំអត់អស់អញ្ចឹងខ្ញុំបាន order ផ្អែមត្រេនមួយដែលខ្ញុំយកត្រេនសុទ្ធហ្មងហើយលក្ខខណ្ឌហ្នឹងគឺថាបើសិនជាគាត់ញ៉ាំអត់បាន3ម៉ាត់ទេគឺអ្វីដែលគាត់បានថ្ងៃហ្នឹងគឺអត់បានទាំងអស់មួយបានទេអត់ទេ3ម៉ាត់មួយ3ម៉ាត់ដួសធ្វើម៉េចឲ្យពេញស្លាបព្រាដួសឲ្យពេញស្លាបព្រាហើយញ៉ាំឲ្យបានអ៊ូមកឡើងធំក្លិនអានេះវិធានីជាថ្ងៃមួយទៀតខ្ញុំដាក់ម៉ោងទៀតជាមើលតនៅយូរគាត់ខ្ញុំហត់ដល់20តែអត់គ្រប់ទេដកទាំងអស់មួយអូយ20លឿងណាស់ស៊ីមិនទាន់ណា4 5អូ my god វ៉ានេះជប់តោះណា10ហើយធំខ្លួនត្រេនខ្លាំងណា11 13 14 20តែពេលអត់មានខ្ជិះចោលញ៉ាំគឺត្រូវញ៉ាំអស់ខ្ញុំមិនដល់ថ្នាក់ចាញ់ទេព្រោះខ្ញុំវាអត់សូវចូលចិត្តអាក្លិនហ្នឹងនិយាយទៅតាំងពីក្មេងមកអញ្ចឹងឥឡូវនេះគឺ40000រៀលរបស់គាត់ត្រូវហើយតាមគាត់បាយបាយ